ហើយយ៉ាអាយ៉អ្នកនាងចាងឮថាហាងដេញថ្លៃគ្រួសារយ៉ាងរវល់ច្រើនណាស់មិនក៏មានពេលមកចូលរួមដេញតលដែរខុសកំណត់អ៊ីងស៊ីខ្ញុំជាមិត្តភក្តិត្រូវតែមកអ៊ីងស៊ីនេះកងដៃដែលខ្ញុំរកអ្នកឆ្នៃត្បូងដើម្បីឈ្មោះរៀបចំឲ្យឯងលឿនលោកមានតែមួយទេរីកខុសកំណត់វ៉ាអរគុណហើយយ៉ាអរគុណច្រើនអ្នកប្រុសហើអញ្ជើញមកដល់រីករាយថ្ងៃកំណើតរីករាយថ្ងៃកំណើតរីករាយថ្ងៃកំណើតស្រីសាទកុំនឹងមួយផ្ទាំងនេះជាកដោដែលខ្ញុំជូននាងពេញចិត្តដែរទេហ៎ហាងដេញថ្លៃតកោយ៉ាងដេញបានរបស់កំណប់ថ្មីនេះដល់គ្រូសាហើបជាប់តំណែងតំណងនឹងគ្រូសាលៀងមើលទៅគំនូមួយផ្ទាំងនេះពិតជាដូចពីចាចាមារ៉ាមែននេះគ្រាន់តែជាកដោខុសកំណត់ឬថាថ្ងៃនេះអ្នកប្រុសហើនាំយកបណ្ដាការ3ឈុតមកស្ដែងនឹងគ្រូសាប៉ាជាផ្លូវការបណ្ដាការនោះកាន់តែច្រើនអ្នកប្រុសហើអាចបំពេញតាមចំណងពួកយើងបានអត់ទេឈុតទី1ឈុតមង្គលការការឆ្នៃម៉ូដដោយផ្ទាល់ជាងលំដាប់កំពុងនៅក្នុងប្រទេសឈុតទី2មកកត់កំណត់ក្នុងសារមន្ទីរឯកជននៅអង់គ្លេសហើយឈុតទី3គឺជាអចលនទ្រព្យនិងប្រាក់សុទ្ធតើពេញចិត្តដែរទេតាមមើលតម្លៃក្បែរ200ឥឡូវនេះចង់អានកូនស្រីគូមិនហួសពេលទេមានតកូលហើជាបង្អែកគ្រូសាប៉ានឹងមានមុខមាត់មិនខានប្រាកដហើយឲ្យតែអ៊ីងសៀរៀបការជាមួយខ្ញុំគ្រូសាហឺតថែទាំគ្រូសាប៉ាថ្ងៃក្រោយអ្នកណារករឿងគ្រូសាប៉ានោះដូចជាជាមួយគ្រូសាហឺស្ដាប់បានហើយនៅដឹងហើយថ្ងៃក្រោយសូមតកែប៉ាជួយថែទាំគ្រូសាចាយខ្ញុំហើយនឹងគ្រូសាឈិនខ្ញុំដែរប្រកាសហើយអ្នកប្រុសហើគួរសពពេកហើយគួរសពពេកហើយចាត់ទុកថាអ្នកប្រុសជាគ្រូសាតែមួយហើយណាបើអ៊ីងសៀរៀបការនឹងអ្នកប្រុសជាកិត្តិយសគ្រូសាប៉ាពួកខ្ញុំណាត្រូវហើយអ្នកប្រុសអត់ទេកូនប្រសាមិនគុំចេញចុះនេះអ៊ីងសៀអញនឹងឈរអីទៀតមែនហើយអ៊ីងសៀមិនក៏មិនឃើញអាប្រុសដែលជញ្ជូននៅវ៉ាន់កាលពីម្សិលមិញមិនហ៊ានមកទេតាណាថាខ្ញុំមិនហ៊ានមកអ្នកណាគេហ្នឹងលោកមិនអាចឃើញនៅក្នុងក្រុមអ្នកមានអ៊ំប្រុសអ៊ំស្រីខ្ញុំឈ្មោះឈិនជាជាមិត្តប្រុសរបស់អ៊ីស៊ីមកថ្ងៃនេះគឺយកបណ្ដាការមកជួយស្អីគេហ្នឹងគេមកដណ្ដើមប្រពន្ធជាមួយអ្នកប្រុសហ៎កោតតែឯងហ៊ានមកដែរហ៎មើលទៅបណ្ដាការខ្ញុំជូនអ៊ីស៊ីតម្លៃនោះគឺ200រៀលណាហើយចុះបណ្ដាការស្អី3ឈុត6ឈុតស្អីខ្ញុំមិនអួតដូចឯងទេបណ្ដាការរបស់ខ្ញុំគឺរបស់នេះគឺមកកត់ម្ចាស់ស្ត្រីជាត្បូងមានតម្លៃបំផុតជារបស់ខ្សែរាជវង្សអង់គ្លេសតែលើថាម្ចាស់ស្ត្រីសពតិខ្លាំងណាស់កាត់ថ្លៃពុំបានទេគេជាចំនួនក្រៅគ្រួសារអភិជនលាក់មុខមែនទេដឹងសំណាងឲ្យតែខ្ញុំឆៃមើលតាន់ពេលវត្ថុចម្លងនេះយកចេញពីមកកត់ម្ចាស់ស្ត្រីពិតប្រាកដទុកដាក់យ៉ាងល្អអាកំបាំងគ្មាននរណាធ្លាប់ឃើញទេមើលមិនដឹងថាពិតឬខ្លាំងទេមិនខុសទេនេះគឺជាមកកត់ដែលម្ចាស់ស្ត្រីអង់គ្លេសសពតិបំផុតអ្នកអ៊ីស៊ីស្លៀកពាក់មង្គលការពាក់មកកត់នេះប្រកាសជាស្អាតណាស់អួតជ្រុលហើយអ្នកណាក៏ដឹងមកកត់របស់ខ្សែរាជវង្សមិនឲ្យអ្នកណាខ្ចីនោះទេកាន់តែមិនអាចលក់ដូរបានគេកាន់អ្វីក៏មិនដឹងគ្រប់គ្នាជឿថាតើសតដែរទេប្រកាសជាខ្លាំងកាន់របស់កូពីចង់ដណ្ដើមប្រពន្ធជាមួយអ្នកប្រុសហើចាំជាខួរក្បាលចូលទឹកមែនទេមកកត់នោះជារបស់ពិតប្រហែលឆ្នាំមុននេះខ្សែរាជវង្សទៅផ្លាស់ប្ដូរគោលការណ៍ទ្រព្យទាំងអស់អាចលក់ដូរបានមិនដឹងស្មានថានឹងមានអ្នកជួយការពារទៀតមិនអាចទេនៅនេះចឹងទោះបីជាតកោចឹងមានហាងដេញថ្លៃលំដាប់នៅឡុងចិនប៉ុន្តែគេគ្រាន់តែជាអ្នកដឹកជញ្ជូនអីវ៉ាន់តែប៉ុណ្ណោះខ្ញុំនិយាយហាញតាថាខ្ញុំគឺជាអ្នកចំនួនក្រោយរបស់គ្រួសារអភិជនលាក់មុខដឹកជញ្ជូនអីវ៉ាន់គឺគ្រាន់តែជាការងារបន្លំភ្នែកទេមែនទេតាមខ្ញុំដឹងប្រកាសនេះគ្រូសាយ៉ាងដាក់ដេញថ្លៃដល់តែ500លានធ្វើអំណោយដល់អគ្គនាយកសម្ព័ន្ធវ៉ាន់ហាងឬមួយក៏លោកជាអគ្គនាយករបស់សម្ព័ន្ធវ៉ាន់ហាងហើយយ៉ាដូចជាកាន់តែលើសហើយខ្ញុំជល់ហើយប្រកាសណាស់បើមិនខ្លាចថ្លៃមានតែលួចគេមកតើមែនដែរទេក្នុងករណីណាក៏ឯងមានទោសដែរណែជឹមឆាប់សិនឈិនជាចំនួនក្រៅតកូលអភិជនលាក់មុខហ៊ានប៉ះប៉គេមិនខ្លាចក្រុមគ្រួសារគេសងសឹកលោកទេខ្ញុំខ្លាចហ៎ណែជឹមអ៊ីងសៀក្នុងនេះមានប្រវត្តិរបស់គេទាំងអស់ឈិនជីបញ្ចប់អនុវិទ្យាល័យធ្លាប់ធ្វើជាជាងឡានធ្លាប់ដឹកជញ្ជូនអីវ៉ាន់មែនហើយប្រហែលថ្ងៃមុនជួបអ្នកម្ដាយវិញជាអ្នកអនាម័យប្រវត្តិគេមានអស្ចារ្យទៅហ៎មានម្ដាយត្រឹមតែជាអ្នកអនាម័យតែទើបនឹងជួបគ្នាចង្រៃដើរបោកប្រាស់គេមកដល់គ្រូសាប៉ាយហើយអ្នកបំរើវាយបំបាក់ជើងគេហើយរួចអូគេចេញក្រៅទៅហើយវាត្រូវវាបំផ្លាញរឿងល្អរបស់គ្រូសាប៉ាយនិងគ្រូសាហើវាយបំបាក់ដៃវាផងរួចខ្វែភ្នែកវាទាំងពីរបោះចូលក្នុងគុកទៅឲ្យវាចាប់គុកមើលហើយយ៉ាដំបងមិនបានជាមិននិយាយប្រាប់ខ្ញុំបើជួយឲ្យត្រូវបងជីវិតទៀតខ្ញុំនៅមិនកាទេខ្ញុំជួយលេងបានហើយទៅវិញហើយប៉ាម៉ាក់ទ
ទោះបីឆាន់ឈីជាចំនួនក្រៅអភិជនលាក់មុខឬអត់ខ្ញុំកំណត់យកគេហើយព្រោះកូនក្នុងពួកខ្ញុំជាកូនរបស់គេថាម៉េចលោកអត់ចាំទេយប់មួយកាលពីជាង1 ខែមុនកូននៅក្នុងពោះរបស់នាងជាកូនរបស់ខ្ញុំហ៎កូនចង្រៃចំជាមិនចេះខ្មាស់គេមែនបិទមាត់អាអ្នកដឹកជញ្ជូនអេវ៉ាន់ឯងហ៊ានជន់ឈ្លីកូនស្រីយើងអ្នកប្រុសមកហើយអ្នកប្រុសទៅដណ្ដឹងគេដល់គ្រួសារប៉ាយឥឡូវនេះប្រហែលជាត្រូវគេធ្វើបាបក្នុងគ្រួសារប៉ាយក៏ថាបានថាម៉េចអ្នកណាថ្លាំធំហ៊ានធ្វើបាបអ្នកប្រុសមិនមែនតែអ្នកប្រុសទេសំបីចៅដែលមិនទាន់កើតក៏ត្រូវគេធ្វើបាបដែរចៅស្អីគេអ្នកនាងគ្រូសាប៉ៃមានកូនជាមួយនឹងអ្នកប្រុសនិយាយអញ្ចឹងខ្ញុំចិត្តធ្វើជាដូនគេហើយអបអរកានិកាតោះខ្ញុំចង់ដឹងថាអាចចង្រៃណាហ៊ានធ្វើបាបចៅរបស់ខ្ញុំអ៊ីងសៀឲ្យតែនេះតំណែងកូនចោលខ្ញុំមិនដេញដោលរឿងចៅនោះទេហើយនាងនៅតែជាប្រពន្ធខ្ញុំដល់ដែរលោកល្មមស្ងប់ចិត្តទេខ្ញុំដាច់ខាត់មិនទម្លាក់កូនចោលទេឯងមិនទម្លាក់ពូចង្រៃនេះចោលឯងចាប់អំផ្លែសុភមង្គលមួយជីវិតទេទម្លាក់កូនចោលរួចហើយសុំទុនអ្នកប្រុសធ្វើទំនោះទេឯងនឹងត្រូវចេញពីគ្រួសារប៉ាយអ៊ំស្រីជឿខ្ញុំទៅខ្ញុំនឹងខំប្រឹងប្រែងរលួយធ្វើឲ្យអ៊ីងស៊ីមានសេចក្តីសុខជឿឯងមួយខែចំណូលបានតែប្រហែលពាន់សម្អាងអីឲ្យយើងជឿឯងនោះអាចចង្រៃទោះបីចំស្រីជឿឯងក៏ឯងគ្មានឱកាសដែររឿងអីមកដណ្ដើមស្រីជាមួយជើងនោះយើងប្រាប់ឯងចុះដណ្ដើមស្រីជាមួយជើងលទ្ធផលគ្មានតែម្ចាស់ទេគឺងាប់នេះជាសន្តាគារក្រមឈ្មោះសម្ព័ន្ធហៅតាហ៊ានធ្វើបាបកូនខ្ញុំនៅសន្តាគារខ្ញុំផងចង់ស្លាប់ហើយ